ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចឹងនៅថ្ងៃនេះខ្ញុំបាទតាចបៃអ្នកចំការបាទសូមមកបង្ហាញនៅរូបមន្តថ្នាំបុរាណខ្មែរយើងបាទរូបមន្តផ្សំថ្នាំបុរាណខ្មែរយើងជំនួយសុខភាពបាទទី1គឺពៅកម្លាំងពុកម៉ែបងប្អូនណាបាទទី1ពៅកម្លាំងទី2ធ្វើឲ្យសាច់ចាំបាទមិនងាយចាស់មិនងាយជ្រួញបាទហើយទី3ធ្វើឲ្យអាយុវែងចឹងបាន3យ៉ាងពុកម៉ែបងប្អូនណាបាទសាច់ចាំមានកម្លាំងនិងអាយុវែងបាទរូបមន្តថ្នាំនេះចឹងមុននឹងប្រាប់ពីរបៀបធ្វើនិងរបៀបប្រើសូមពុកម៉ែបងប្អូនបាទជួយចុច follow ឬក៏ពាក្យតាមដាននៅលើ page តាចបៃអ្នកចំការខ្ញុំម្នាក់មួយនិង page មរតកដូនតាផងពុកម៉ែបងប្អូនណាបាទជួយចុចពាក្យតាមដានឬពាក្យ follow ម្នាក់មួយទុកជាការលើកទឹកចិត្តនិងគាំទ្រដល់ page ខ្ញុំពុកម៉ែបងប្អូនណាបាទអរគុណឥឡូវយើងមកដឹងអំពីរបៀបផ្សំថ្នាំនិងរបៀបប្រើប្រាស់តើថ្នាំមានអ្វីខ្លះហើយប្រើប្រាស់យ៉ាងម៉េចពុកម៉ែបងប្អូនចឹងរូបមន្តថ្នាំនេះទី1ពុកម៉ែបងប្អូនគឺសមបាទផ្លែសមព្រៃយើងហ្នឹងបាទនេះគឺផ្លែសមណាពុកម៉ែបងប្អូនបាទមិនមែនមកកាក់មិនអីទេណាបាទនេះគឺផ្លែសមពុកម៉ែបងប្អូនសមព្រៃហ្នឹងបាទដោយសារត្រាំស្រាអញ្ចឹងទៅវាឡើងសម្បុររឿងសលេខពុកម៉ែបងប្អូនណាបាទចឹងរូបមន្តទី1គឺផ្លែសមនេះយើងបេះមក125ផ្លែពុកម៉ែបងប្អូនរាប់ធ្វើឲ្យបាន125គ្រាប់ទៅបាទសម125គ្រាប់ទី1ទី2កទួតព្រៃនេះកទួតព្រៃហ៎បងប្អូននេះមានបត្រាមានអីទេណាបាទផ្លែកទួតព្រៃប៉ុន្តែយើងត្រាំស្រាអញ្ចឹងទៅវាចេញពណ៌អញ្ចឹងទៅបងប្អូននេះត្រាំស្រាណាបាទនេះកទួតព្រៃហើយមិនមែនផ្លែបត្រាទេអញ្ចឹងកទួតព្រៃនេះក៏125ផ្លែដូចគ្នាបាទយើងយកមកលាងទឹកឲ្យស្អាតសិនហើយហាលយើងហាលឲ្យស្ងួតមិនបាច់ស្ងួតពេកយើងហាល3ថ្ងៃស្ងួតប៉ុណ្ណាយកប៉ុណ្ណឹងបងប្អូនណាបាទហាលធ្វើម៉េច3ថ្ងៃទៅហាលបាល់3ថ្ងៃយើងយកមកលាងទឹកម្សៅទៀតការពារដីវារុំពុកម៉ែបងប្អូនការពារដីរុំហ្នឹងហើយការពារដីរុំរួចហើយយើងយកមកបាទដាក់ចូលក្នុងកឡមួយយើងចាក់ទឹកឃ្មុំចូល1លីត្រហ្នឹងហើយបើចាក់ទឹកឃ្មុំចូល1លីត្រវាអត់ពេញទេពុកម៉ែបងប្អូនថែមឲ្យពេញឲ្យស្មើណាមិនឲ្យពេញកែវឲ្យធ្វើម៉េចឲ្យមួយលិចកទួតលិចសមហ្នឹងទៅបាទលិចស្មើសាច់គ្នាហ្នឹងទៅបានហើយរួចហើយយើងដឹងថាស្មើគ្នាយើងចាក់ចេញវិញចូលក្នុងឆ្នាំងចាក់ចូលក្នុងឆ្នាំងយើងយកទៅរំងាស់ឲ្យឆ្អិនបងប្អូនរំងាស់លុះត្រាទៅវាឆ្អិនផ្លែសមឆ្អិនផ្លែកទួតនេះឲ្យវាចូលជាមួយទឹកឃ្មុំទៅរួចហើយយើងទុកឲ្យត្រជាក់ល្អហើយយើងចាក់ចូលក្នុងកែវវិញបាទចាក់ចូលក្នុងកែវវិញយើងគ្របឲ្យជិតបាទពុកម៉ែបងប្អូនគ្របឲ្យជិតហើយទុកចោលរយៈពេល1ខែកន្លះឬក៏3ខែបាទ1ខែកន្លះឬក៏3ខែចាំបងប្អូនយកមកហូបហើយរបៀបហូបបងប្អូនហូបមួយថ្ងៃតែ2ដងទេបាទ2ដងគឺហូបម្ដង2គ្រាប់បាទសមនឹង2គ្រាប់កទួតព្រៃ2គ្រាប់នឹងហូបម្ដងយ៉ាស់ធ្លាក់3បាទអញ្ចឹងយើងស្មើនឹងហូបម្ដង4គ្រាប់ហើយសម2កទួត2បាទអញ្ចឹងសម2កទួត2ហើយទឹកឃ្មុំដែលយើងត្រាំជាមួយនឹង1ស្លាបព្រាដែរបងប្អូនណា1ស្លាបព្រាដូចគ្នាអញ្ចឹងហូប2ដងព្រឹក2គ្រាប់ទឹកឃ្មុំ1ស្លាបព្រាល្ងាច2គ្រាប់ទឹកឃ្មុំ1ស្លាបព្រាបាទអញ្ចឹងបងប្អូនដឹងអានេះ2អានេះ2វា4បើយើងគិតតែ2បានហើយងាយយល់បានន័យថានេះ2អានេះក៏វា2ដែរអញ្ចឹងព្រឹកម្ដងល្ងាចម្ដងពុកម៉ែបងប្អូនណាបងប្អូនចាំអញ្ចឹងទៅហូបព្រឹកម្ដងល្ងាចម្ដងអញ្ចឹងម្ដងវាស្មើនឹង4គ្រាប់ហើយព្រោះសម2កទួតព្រៃ2បាទយើងហូបអនុវត្តអញ្ចឹងរាល់ថ្ងៃទី1ធ្វើឲ្យសាច់យើងចាំអត់ងាយជ្រួញអត់ងាយចាស់បាទហើយកម្លាំងនោះមិនងាយទ្រុឌទ្រោមទេពុកម៉ែបងប្អូនណាបាទកម្លាំងគឺមិនងាយទ្រុឌទ្រោមទេហើយចំណែកទី3នេះធ្វើឲ្យអាយុយើងវែងបាទវែងល្អមិនងាយយើងចង់និយាយថាមិនងាយស្លាប់ណាបាទមិនងាយស្លាប់ទេបាទនេះជារូបមន្តថ្នាំពីបរមបុរាណខ្មែរយើងដែលលោកបានបន្សល់ទុកឲ្យមកបាទរូបមន្តចងក្រងឱសថបុរាណអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេច share ចែកគ្នាដឹងណានេះជារូបមន្តល្អពិសេសវិសាលណាស់សម្រាប់បងប្អូនដែលស្រឡាញ់សុខភាពណាគេអកពីដូនតាខ្មែរយើងបន្សល់ទុកមកអញ្ចឹងមុននឹងបញ្ចប់សូមបញ្ជាក់ម្ដងទៀតបាទសម125ផ្លែកទួត125ផ្លែទឹកឃ្មុំ1លិចផ្លែហ្នឹងទៅយកទៅរំងាស់មកឆ្អិនរួចហើយដាក់ចូលក្នុងកែវបាទគ្របទុកផ្អាប់ចោលរយៈពេលពី1ខែកន្លះទៅ3ខែរួចហើយយកមកពិសាគឺហូបម្ដងបាទសម2គ្រាប់កទួត2គ្រាប់អញ្ចឹងហូប2ដងបាទព្រឹកនិងល្ងាចបាទអញ្ចឹងស្មើនឹងហូបម្ដងវា4ផ្លែណាកទួតសម2កទួត2ស្មើនឹង4ហើយអញ្ចឹងហូបម្ដង4ផ្លែអញ្ចឹងមួយថ្ងៃ2ដងបងប្អូនណាហើយហូបម្ដងកុំភ្លេចពិសាទឹកឃ្មុំដែលត្រាំនឹង1ស្លាបព្រាទៅតាមពីក្រោយផងបាទធ្វើឲ្យសាច់ចាំបាទអាយុវែងមានកម្លាំងបាទអញ្ចឹងណាបងប្អូននេះជារូបមន្តផ្សំថ្នាំឱសថបុរាណខ្មែរយើងដ៏ល្អពិសេសបាទអញ្ចឹងសូមកុំភ្លេច share ចែកអ្នកដឹងអរគុណច្រើនមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណជម្រាបលាបាទ
បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចឹងនៅថ្ងៃនេះខ្ញុំបាទតាចបៃអ្នកចំការបាទសូមមកបង្ហាញនៅរូបមន្តថ្នាំបុរាណខ្មែរយើងបាទរូបមន្តផ្សំថ្នាំបុរាណខ្មែរយើងជំនួយសុខភាពបាទទី1គឺពៅកម្លាំងពុកម៉ែបងប្អូនណាបាទទី1ពៅកម្លាំងទី2ធ្វើឲ្យសាច់ចាំបាទមិនងាយចាស់មិនងាយជ្រួញបាទហើយទី3ធ្វើឲ្យអាយុវែងចឹងបាន3យ៉ាងពុកម៉ែបងប្អូនណាបាទសាច់ចាំមានកម្លាំងនិងអាយុវែងបាទរូបមន្តថ្នាំនេះចឹងមុននឹងប្រាប់ពីរបៀបធ្វើនិងរបៀបប្រើសូមពុកម៉ែបងប្អូនបាទជួយចុច follow ឬក៏ពាក្យតាមដាននៅលើ page តាចបៃអ្នកចំការខ្ញុំម្នាក់មួយនិង page មរតកដូនតាផងពុកម៉ែបងប្អូនណាបាទជួយចុចពាក្យតាមដានឬពាក្យ follow ម្នាក់មួយទុកជាការលើកទឹកចិត្តនិងគាំទ្រដល់ page ខ្ញុំពុកម៉ែបងប្អូនណាបាទអរគុណឥឡូវយើងមកដឹងអំពីរបៀបផ្សំថ្នាំនិងរបៀបប្រើប្រាស់តើថ្នាំមានអ្វីខ្លះហើយប្រើប្រាស់យ៉ាងម៉េចពុកម៉ែបងប្អូនចឹងរូបមន្តថ្នាំនេះទី1ពុកម៉ែបងប្អូនគឺសមបាទផ្លែសមព្រៃយើងហ្នឹងបាទនេះគឺផ្លែសមណាពុកម៉ែបងប្អូនបាទមិនមែនមកកាក់មិនអីទេណាបាទនេះគឺផ្លែសមពុកម៉ែបងប្អូនសមព្រៃហ្នឹងបាទដោយសារត្រាំស្រាអញ្ចឹងទៅវាឡើងសម្បុររឿងសលេខពុកម៉ែបងប្អូនណាបាទចឹងរូបមន្តទី1គឺផ្លែសមនេះយើងបេះមក125ផ្លែពុកម៉ែបងប្អូនរាប់ធ្វើឲ្យបាន125គ្រាប់ទៅបាទសម125គ្រាប់ទី1ទី2កទួតព្រៃនេះកទួតព្រៃហ៎បងប្អូននេះមានពត្រាមានអីទេណាបាទផ្លែកទួតព្រៃប៉ុន្តែយើងត្រាំស្រាអញ្ចឹងទៅចេញពណ៌អញ្ចឹងទៅបងប្អូននេះត្រាំស្រាណាបាទនេះកទួតព្រៃហើយមិនមែនផ្លែពត្រាទេអញ្ចឹងកទួតព្រៃនេះក៏125ផ្លែដូចគ្នាបាទយើងយកមកលាងទឹកឲ្យស្អាតសិនហើយហាលយើងហាលឲ្យស្ងួតមិនបាច់ស្ងួតពេកយើងហាល3ថ្ងៃស្ងួតប៉ុណ្ណាយកប៉ុណ្ណឹងបងប្អូនណាបាទហាលធ្វើម៉េច3ថ្ងៃទៅហាលបាល់3ថ្ងៃយើងយកមកលាងទឹកម្សាទៀតការពារដីវារុំពុកម៉ែបងប្អូនការពារដីរុំហ្នឹងហើយការពារដីរុំរួចហើយយើងយកមកបាទដាក់ចូលក្នុងកឡមួយយើងចាក់ទឹកឃ្មុំចូល1លីត្រហ្នឹងហើយបើចាក់ទឹកឃ្មុំចូល1លីត្រវាអត់ពេញទេពុកម៉ែបងប្អូនថែមឲ្យពេញឲ្យស្មើណាមិនឲ្យពេញកែវឲ្យធ្វើម៉េចឲ្យ1លីត្រកទួតលិចសមហ្នឹងទៅបាទលិចស្មើសាច់គ្នាហ្នឹងទៅបានហើយរួចហើយយើងដឹងថាស្មើគ្នាយើងចាក់ចេញវិញចូលក្នុងឆ្នាំងចាក់ចូលក្នុងឆ្នាំងយើងយកទៅរំងាស់ឲ្យឆ្អិនបងប្អូនរំងាស់លុះត្រាទៅវាឆ្អិនផ្លែសមឆ្អិនផ្លែកទួតនេះឲ្យវាចូលជាមួយទឹកឃ្មុំទៅរួចហើយយើងទុកឲ្យត្រជាក់ល្អហើយយើងចាក់ចូលក្នុងកែវវិញបាទចាក់ចូលក្នុងកែវវិញយើងគ្របឲ្យជិតបាទពុកម៉ែបងប្អូនគ្របឲ្យជិតហើយទុកចោលរយៈពេល1ខែកន្លះឬក៏3ខែបាទ1ខែកន្លះឬក៏3ខែចាំបងប្អូនយកមកហូបហើយរបៀបហូបបងប្អូនហូបមួយថ្ងៃតែ2ដងទេបាទ2ដងគឺហូបម្ដង2គ្រាប់បាទសមនឹង2គ្រាប់កទួតព្រៃ2គ្រាប់នឹងហូបម្ដងចាស់ធ្លាក់3បាទបងអញ្ចឹងយើងស្មើនឹងហូបម្ដង4គ្រាប់ហើយសម2កទួត2បាទអញ្ចឹងសម2កទួត2ហើយទឹកឃ្មុំដែលយើងត្រាំជាមួយនឹង1ស្លាបព្រាដែរបងប្អូនណា1ស្លាបព្រាដូចគ្នាអញ្ចឹងហូប2ដងព្រឹក2គ្រាប់ទឹកឃ្មុំ1ស្លាបព្រាល្ងាច2គ្រាប់ទឹកឃ្មុំ1ស្លាបព្រាបាទអញ្ចឹងបងប្អូនដឹងអានេះ2អានេះ2វា4បើយើងគិតតែ2បានហើយងាយយល់បានន័យថានេះ2អានេះក៏វា2ដែរអញ្ចឹងព្រឹកម្ដងល្ងាចម្ដងពុកម៉ែបងប្អូនណាបងប្អូនចាំអញ្ចឹងទៅហូបព្រឹកម្ដងល្ងាចម្ដងអញ្ចឹងម្ដងវាស្មើនឹង4គ្រាប់ហើយព្រោះសម2កទួតព្រៃ2បាទយើងហូបអនុវត្តអញ្ចឹងរាល់ថ្ងៃទី1ធ្វើឲ្យសាច់យើងចាំអត់ងាយជ្រួញអត់ងាយចាស់បាទហើយកម្លាំងនោះមិនងាយទ្រុឌទ្រោមទេពុកម៉ែបងប្អូនណាបាទកម្លាំងគឺមិនងាយទ្រុឌទ្រោមទេហើយចំណែកទី3នេះធ្វើឲ្យអាយុយើងវែងបាទវែងល្អមិនងាយយើងចង់និយាយថាមិនងាយស្លាប់ណាបាទមិនងាយស្លាប់ទេបាទនេះជារូបមន្តថ្នាំពីបរមបុរាណខ្មែរយើងដែលលោកបានបន្សល់ទុកឲ្យមកបាទរូបមន្តចងក្រងឱសថបុរាណអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេច share ចែកគ្នាដឹងណានេះជារូបមន្តល្អពិសេសពិសាណាសម្រាប់បងប្អូនដែលស្រឡាញ់សុខភាពណាគេអកពីដូនតាខ្មែរយើងបន្សល់ទុកមកអញ្ចឹងមុននឹងបញ្ចប់សូមបញ្ជាក់ម្ដងទៀតបាទសម125ផ្លែកទួត125ផ្លែទឹកឃ្មុំ1លីត្រផ្លែហ្នឹងទៅយកទៅរំងាស់មកឆ្អិនរួចហើយដាក់ចូលក្នុងកែវបាទគ្របទុកផ្អាប់ចោលរយៈពេលពី1ខែកន្លះទៅ3ខែរួចហើយយកមកពិសាគឺហូបម្ដងបាទសម2គ្រាប់កទួត2គ្រាប់អញ្ចឹងហូប2ដងបាទព្រឹកនិងល្ងាចបាទអញ្ចឹងស្មើនឹងហូបម្ដងវា4ផ្លែណាកទួតសម2កទួត2ស្មើនឹង4ហើយអញ្ចឹងហូបម្ដង4ផ្លែអញ្ចឹងមួយថ្ងៃ2ដងបងប្អូនណាហើយហូបម្ដងកុំភ្លេចពិសាទឹកឃ្មុំដែលត្រាំនឹង1ស្លាបព្រាទៅតាមពីក្រោយផងបាទធ្វើឲ្យសាច់ចាំបាទអាយុវែងមានកម្លាំងបាទអញ្ចឹងណាបងប្អូននេះជារូបមន្តផ្សំថ្នាំឱសថបុរាណខ្មែរយើងដ៏ល្អពិសេសបាទអញ្ចឹងសូមកុំភ្លេច share ចែកអ្នកដឹងអរគុណច្រើនមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណជម្រាបលាបាទ